តំបន់ទាំង3របស់កម្ពុជាមានតំបន់វាលទំនាបតំបន់ខ្ពង់រាបនិងតំបន់មាត់សមុទ្រចាប់ពីថ្ងៃទី18ដល់ថ្ងៃទី20ខែសីហាឆ្នាំ2026អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីពី30%ដល់50%នេះបើយោងតាមព្រឹត្តិបတ်ព័ត៌មានរបស់ក្រសួងធនធានទឹកនិងអូតូនិយមដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃទី18ខែសីហាឆ្នាំ2026នេះនៅលើព្រឹត្តិបတ်ព័ត៌មាននេះក្រសួងបានបញ្ជាក់ថាសម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីហើយបក់លើឈូងសមុទ្របេងហ្គាល់សមុទ្រអាណ្ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី18ដល់ថ្ងៃទី20ខែសីហាឆ្នាំ2026នៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសពីយប់មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី30%នៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសបស្ចិមមានល្បឿនមធ្យម8ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី50%នៅតំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម7ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី40%រលកសមុទ្រមានកម្ពស់មធ្យមអបបរមាកន្លះម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រ75សង់ទីម៉ែត្រកម្មវិធីបដូរយកប្រអប់ទូរទស្សន៍ស៊េរីថ្មីមិនមែន$49ទេត្រឹមតែ$29ប៉ុណ្ណោះមិនមែន20ប៉ុស្តិ៍ទេគឺ145ប៉ុស្តិ៍មិនបង់សេវាប្រចាំខែបដូរបានគ្រប់ស៊េរីគ្រប់ប្រអប់ទាំងអស់ទោះមកពីក្រុមហ៊ុនណាក៏ដោយទស្សនាច្បាស់កម្រិត Full HD គ្រប់ប៉ុស្តិ៍មានប៉ុស្តិ៍កីឡាគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ078 232 689 070 249 945 067 999 805 Sky One តម្លៃល្អជាងដូរបាននេះចាំអីទៀតដូរឥឡូវតម្លៃល្អជាងមួយនេះក៏ដូរមួយនេះក៏ដូរបោះក្រុមហ៊ុនណាក៏ដូរដូរបានដូរមកប្រើ Sky One TV តម្លៃត្រឹមតែ$29ប៉ុណ្ណោះហើយឥតមានបង់សេវាប្រចាំខែទៀតក្នុងស្មារតីខ្មែរជួយខ្មែរ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនៅបរិវេណនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលស្រះទឹកខាងលិចប្រាសាទនាគពន្ធក្នុងដំណាក់កាលទី2ដើម្បីលើកតម្លៃស្រះនេះឲ្យមានសោភ័ណភាពឡើងវិញលោកអ៊ិតស្រេងបុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាគម្រោងនេះបានចាប់ផ្ដើមពីខែមិថុនាមកគម្រោងបន្តជួសជុលកម្មជណ្ដើរខាងជើងនិងជណ្ដើរខាងត្បូងខណៈដែលដំណាក់កាលទី1បានជួសជុលជណ្ដើរខាងកើតនៃស្រះខាងលិចប្រាសាទនាគពន្ធចំពោះស្ថានភាពនៃការខូចខាតលោកអ៊ិតស្រេងបានរៀបរាប់ថាគឺដោយសារកត្តាធម្មជាតិនិងកត្តាអាយុកាលទឹកភ្លៀងជាមូលហេតុចម្បងដែលបានហូរច្រោះច្រាំងស្រះដែលបណ្ដាលឲ្យថ្មស្រុតរលុះធ្លាក់ចូលទឹកស្រះរហូតធ្វើឲ្យថ្មទាំងនោះពុកផុយដែលភាគច្រើនពិបាកយកមកជួសជុលប្រើប្រាស់ឡើងវិញគិតត្រឹមពាក់កណ្ដាលខែសីហាឆ្នាំ2026គម្រោងជួសជុលនេះបានរៀបចំគ្រឹះកម្មថ្មបាយក្រៀមបានចំនួន2កម្មនិងបន្តរៀបថ្មភក់កម្មទី5ដែលជាថ្មភក់លោកអ៊ិតស្រេងបានបញ្ជាក់ថាកម្មចណ្ដាលស្រះខាងលិចប្រាសាទនិពន្ធមានចំនួន7កម្មគឺកម្មគ្រឹះថ្មបាយក្រៀមចំនួន2និង5កម្មទៀតជាថ្មភក់គួររំលឹកដែរថាមុននឹងដំណើរការជួសជុលស្រះទឹកខាងលិចប្រាសាទនិពន្ធគឺក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបរិវេណត្រូវការដឹកជញ្ជូនថ្មពីច្រាំងបារាយជ័យតដាឬបារាយនិពន្ធក្រុមការងារបានប្រើទូកជាមធ្យោបាយដឹកថ្មមួយដុំដោយមានការលំបាកនិងត្រូវការបច្ចេកទេសខ្ពស់
Sky One តម្លៃល្អជាង ដូរបាននេះចាំអីទៀតដូរឥឡូវ តម្លៃល្អជាង មួយនេះក៏ដូរមួយនេះក៏ដូរបើក្រុមហ៊ុនណាក៏ដូរ ដូរបានដូរមកប្រើ Sky One TV តម្លៃត្រឹមតែ$29ប៉ុណ្ណោះហើយឥតមានបង់សេវាប្រចាំខែទៀត ក្នុងស្មារតីខ្មែរជួយខ្មែរ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាកម្មវិធីបដូរយកប្រអប់ទូរទស្សន៍ស៊េរីថ្មីមិនមែន$49ទេត្រឹមតែ$29ប៉ុណ្ណោះមិនមែន20ប៉ុស្តិ៍ទេគឺ145ប៉ុស្តិ៍មិនបង់សេវាប្រចាំខែបដូរបានគ្រប់ស៊េរីគ្រប់ប្រអប់ទាំងអស់ទោះមកពីក្រុមហ៊ុនណាក៏ដោយទស្សនាច្បាស់កម្រិត Full HD គ្រប់ប៉ុស្តិ៍មានប៉ុស្តិ៍កីឡាគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ078 232 689 070 249 945 067 999 805 មន្ត្រីអាជ្ញាធរបានឲ្យដឹងថាមនុស្ស2នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាលាអនុវិទ្យាល័យកាតូលិកសន្ធិដ្ឋនៅភាគខាងត្បូងប្រទេសហ្វីលីពីននៅថ្ងៃអង្គារទី18ខែសីហាឆ្នាំ2026ហើយស្ថានភាពនៅពេលនេះត្រូវបានគ្រប់គ្រងទាំងស្រុងហើយដោយនេះជាហេតុការណ៍បាញ់ប្រហារលើកទី2ហើយដែលបានកើតឡើងនៅក្នុងប្រទេសនេះក្នុងរយៈពេល72ខែចុងក្រោយនេះបញ្យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅសាលារៀនមួយដែលស្ថិតនៅក្រោមចំណុះសាកលវិទ្យាល័យ Ateneo de Zamboanga ក្នុងក្រុង Zamboanga ភាគខាងត្បូងលោក Khmer Adan Olaso អភិបាលក្រុងបានប្រាប់វិទ្យុ DZMM ថាជនរងគ្រោះទាំងពីរនាក់គឺជាសិស្សហើយម្នាក់ក្នុងចំណោមនោះគឺជាខ្មាន់កំភ្លើងដែលបានប្រើប្រាស់អាវុធធុនធ្ងន់លោក Olaso បាននិយាយថាសិស្សថ្នាក់ទី7ម្នាក់បានលួចចូលទៅក្នុងសាលាដោយកាន់អាវុធធុនធ្ងន់និងកាំភ្លើងខ្លីម៉ាក45មួយដើមលោក Olaso បានបន្ថែមដោយផ្អែកលើរូបភាពវីដេអូដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថានៅក្នុងវីដេអូយើងឃើញថាដំបូងឡើយគេបានបាញ់សម្ដៅទៅលើគ្រូបង្រៀនដែលកំពុងអង្គុយនៅតុមើលទៅដូចជាបាញ់ខុសបន្ទាប់មកគេក៏បានផ្លាស់ទីទៅបន្ទប់មួយទៀតរួចក៏បានបាញ់សិស្សម្នាក់ទៀតនៅទីនោះហើយសិស្សរូបនោះបានដួលសន្លប់លោកអឺណាល់អាន់ដាល់ប្រធានសាកលវិទ្យាល័យបានបញ្ជាក់ថាពុំមានការបាញ់ប្រហារបន្តទៀតនោះទេហើយក៏គ្មានជនរងគ្រោះស្លាប់ឬរងរបួសបន្ថែមពីលើនេះដែរលោកអាន់ដាល់បានមានប្រសាសន៍ថាគិតត្រឹមពេលនេះយើងសូមបញ្ជាក់ថាមានមនុស្សស្លាប់ចំនួន2នាក់ពុំមានខ្មាន់កំភ្លើងកំពុងធ្វើសកម្មភាពទៀតឡើយសូមជម្រាបថាហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីការវាយប្រហារមួយនៅសាកលវិទ្យាល័យសាធារណៈកាលពីខែមិថុនាក្នុងក្រុងថាក្លូប៉ាន់ជាកន្លែងដែលសិស្សយ៉ាងហោចណាស់3នាក់បានស្លាប់និងប្រហែល20នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីមិត្តរួមសាលារបស់ពួកគេ2នាក់បានបើកការបាញ់ប្រហារនៅក្នុងបរិវេណសាលាកម្មវិធីបដូរយកប្រអប់ទូរទស្សន៍ស៊េរីថ្មីមិនមែន$49ទេត្រឹមតែ$29ប៉ុណ្ណោះមិនមែន20ប៉ុស្តិ៍ទេគឺ145ប៉ុស្តិ៍មិនបង់សេវាប្រចាំខែបដូរបានគ្រប់ស៊េរីគ្រប់ប្រអប់ទាំងអស់ទោះមកពីក្រុមហ៊ុនណាក៏ដោយទស្សនាច្បាស់កម្រិត Full HD គ្រប់ប៉ុស្តិ៍មានប៉ុស្តិ៍កីឡាគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ078 232 689 070 249 945 067 999 805 Sky One តម្លៃល្អជាង ដូរបាននេះចាំអីទៀតដូរឥឡូវ តម្លៃល្អជាង មួយនេះក៏ដូរមួយនេះក៏ដូរបើក្រុមហ៊ុនណាក៏ដូរ ដូរបានដូរមកប្រើ Sky One TV តម្លៃត្រឹមតែ$29ប៉ុណ្ណោះហើយឥតមានបង់សេវាប្រចាំខែទៀត ក្នុងស្មារតីខ្មែរជួយខ្មែរ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនព័ត៌មានសំខាន់ដែលមានដូចតទៅទី1ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះគ្រួសារវីរៈកងទ័ពពលីលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន7ខ្នងទៀតដែលជាអំណោយរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតដោយផ្ទាល់ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពពលីនៅក្នុងខេត្ត
ព្រៃវែងចំនួន5ខ្នងនិងស្វាយរៀងចំនួន2ខ្នងលោកជំទាវបណ្ឌិតក៏បានពំនាំប្រសាសន៍ចូលរួមរំលែកទុកដ៏ក្រៀមក្រំបំផុតនិងប្រសាសន៍សួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនដល់ក្រុមគ្រួសារនៃសពអំណោយជាច្រើនមានដូចជាថវិកាសម្ភារៈប្រើប្រាស់ស្បៀងអាហារនិងបរិក្ខារចាំបាច់ផ្សេងៗក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារវីរៈកងទ័ពទាំងនោះដើម្បីសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគេគួរបញ្ជាក់ថាដើម្បីជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនពលីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយគាំពារក្រុមគ្រួសាររបស់ពួកគេតាមរយៈការផ្ដល់ជូនមុខរបរចិញ្ចឹមជីវិតការស្រោចស្រង់សមាជិកគ្រួសារការផ្ដល់អាហារូបករណ៍ដល់កូនឲ្យរៀនរហូតដល់ចប់កម្រិតបរិញ្ញាបត្រការរៀបចំឥណទានឡើងវិញការដោះស្រាយបំណុលរហូតដល់ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផងចំណែកឯវីរៈកងទ័ពដែលបានចូលរួមប្រយុទ្ធនៅក្នុងសមរភូមិនិងកំពុងតែឈរជើងការពារទឹកដីនៅជួរមុខក៏ត្រូវបានសម្ដេចធិបតីនាយករដ្ឋមន្ត្រីសម្រេចផ្ដល់មេដាយពិសេសជូននិងដំឡើងឋានន្តរស័ក្តិបើទោះបីជាពួកគេទើបតែចូលបម្រើកងទ័ពតែបានឆ្លងកាត់សមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីទន្ទឹមនឹងនោះសម្ដេចនាយករដ្ឋមន្ត្រីក៏បានប្រកាសលើកលែងទាំងស្រុងនៅពន្ធប្រថាប់ត្រាឬការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់វីរៈកងទ័ពវីរៈកងនគរបាលជាតិនិងវីរៈកងរាជអាវុធហត្ថដែលកំពុងតែឈរជើងការពារទឹកដីនៅជួរមុខដើម្បីជាការលើកទឹកចិត្តនិងការដឹងគុណចំពោះវីរភាពដ៏អង្អាចក្លាហានរបស់ពួកគេភាពអង្អាចក្លាហានរបស់វីរយុទ្ធជនជួរមុខក៏ទទួលបានការសាទរនិងផ្ដល់តម្លៃយ៉ាងខ្លាំងពីសាធារណជនទូទៅពាក្យវីរៈកងទ័ពបានក្លាយទៅជានិមិត្តរូបនៃការគោរពដឹងគុណពីសំណាក់មហាជនគ្រប់ទិសទីលើសពីការគោរពស្រឡាញ់និងផ្ដល់តម្លៃមហាជនទូទៅក៏បានផ្ដល់ការគាំទ្រទាំងស្មារតីនិងសម្ភារៈដើម្បីលើកទឹកចិត្តនិងផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសាររបស់ពួកគេទឹកចិត្តគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនិងការចូលរួមយ៉ាងសកម្មពីមហាជនទូទៅបែបនេះបង្កើតបានជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលនិងពីក្រោយវីរៈកងទ័ពដ៏អង្អាចក្លាហានទី2សន្តិភាពការផ្សះផ្សាបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះនៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជារយៈពេល73ទសវត្សរ៍ចុងក្រោយកម្ពុជាបានស្គាល់ការអភិវឌ្ឍយ៉ាងលឿនរហ័សដោយសារតែនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែនដែលនាំមកនូវសន្តិភាពពេញលេញការផ្សះផ្សាបង្រួបបង្រួមជាតិនិងការឯកភាពទឹកដីទាំងស្រុងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាង500ឆ្នាំចុងក្រោយខ្មែរគ្រប់និន្នាការដែលធ្លាប់តែច្បាំងគ្នាក៏បានងាកមករួមរស់ជាមួយគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយនិងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាតែមួយនេះគឺជារបត់ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាសន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់កម្ពុជានិងប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះទេប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាពគឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពក្នុងតំបន់និងក្នុងពិភពលោករយៈពេល73ទសវត្សរ៍ចុងក្រោយនេះថ្នាក់ដឹកនាំកម្ពុជាជាពិសេសសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតតែងតែចែករំលែកអំពីទស្សនៈទានសន្តិភាពតាមរយៈនយោបាយឈ្នះដល់ពិភពលោកនៅស្ទើរតែគ្រប់វេទិកាអន្តរជាតិសន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាក្នុងយុគសម័យទំនើបដោយមិនអាចប្រកែកបានឡើយជាក់ស្ដែងនៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទ័ពថៃស្មារតីសន្តិភាពបានផុសត្រដែតឡើងពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីពាក្យថាកម្ពុជាត្រូវការសន្តិភាព Cambodia need peace បានលាន់ឮនៅគ្រប់ទិសទីនិងបានទាក់ទាញចំណាប់អារម្មណ៍របស់មេដឹកនាំពិភពលោកឲ្យចោលខ្សែភ្នែកកលេចមើលប្រទេសដ៏តូចមួយនេះដែលកំពុងតែឈរការពីបុព្វហេតុសន្តិភាពយ៉ាងសកម្មឃ្លាវខ្លាជាលទ្ធផលកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ28ខែកក្កដាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំពូថ្ងៃ26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមថ្ងៃ27ធ្នូ2025
ដែលផ្ដល់កំណើតដល់បទឈប់បាញ់ជាលើកទី2សុទ្ធសឹងតែជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់និងការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកម្ពុជាក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងម៉ាឡេស៊ីក្នុងនាមប្រធានបដូវវេនអាស៊ានក្នុងគ្រប់កលៈទេសៈជាពិសេសកលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាកស្មារតីសន្តិភាពនិងការផ្សះផ្សាបង្រួបបង្រួមជាតិក្រោមអភិក្រមនៃនយោបាយឈ្នះឈ្នះក៏បានបង្ហាញយ៉ាងច្បាស់ចេញពីទឹកចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាគឺសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនដែលត្រូវបានចាត់ទុកជាអត្ថប្រយោជន៍ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិវិតាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ